បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូននឹងពីរបៀបពង្រីកអក្សរឲ្យធំនៅក្នុងឆាត Telegram នៅក្នុងឆាត Telegram បងប្អូនណាខ្លះដែលមានអក្សរតូចហើយពេលមាននរណាម្នាក់ធ្វើការបាឆាតជាអក្សរមកបងប្អូនមានភាពពិបាកនៅក្នុងការមើលបងប្អូនតែងតែទាញវ៉ែនតាមកពាក់ដើម្បីពង្រីកអក្សរទាំងអស់នោះបាទឲ្យឃើញធំដើម្បីងាយស្រួលមើលអញ្ចឹងណាបាទបងប្អូនចុះពិបាកទៀតទៅបើសិនជានៅក្នុងឆាតបាទឃើញអក្សរតូចបងប្អូនគ្រាន់តែបាទចូលមកក្នុង Telegram រួចហើយបងប្អូនធ្វើការបាទចូលមកក្នុង Setting រួចហើយបងប្អូនធ្វើការកំណត់បាទឲ្យអក្សរទាំងអស់នោះឲ្យធំទៅបាទជាការស្រេចហើយឥឡូវសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតពីរបៀបបាទពង្រីកអក្សរនៅក្នុងឆាត Telegram បាទនៅលើស័ព្ទដៃនេះតែម្ដងបាទជាក់ស្ដែងនៅក្នុងឆាត Telegram របស់ខ្ញុំអញ្ចឹងបាទមានអក្សរតូចបាទខ្លាំងមែនតើបងប្អូនដែលមើលអត់សូវច្បាស់បងប្អូនពិតជាមានភាពពិបាកក្នុងការបាទមើលអញ្ចឹងណាបាទអញ្ចឹងហើយបើសិនបងប្អូនចង់បានអក្សរធំបងប្អូនគ្រាន់តែបាទចូលមកក្នុង Telegram មកបាទរួចហើយបងប្អូនរកមើលបាទនិមិត្តសញ្ញា4ខាងក្រោមនេះបាទរួចហើយបងប្អូនរកមើលនិមិត្តសញ្ញាកងចាស់ភាសាអង់គ្លេសគេដាក់ថាបាទ setting រួចបងប្អូនចុចបន្តុកពីលើ setting ហ្នឹងមកបាទពេលបងប្អូនចុចទៅលើពាក្យថា setting ហើយបងប្អូននឹងឃើញតម្រង់បាទ profile បាទឈ្មោះហើយឃើញលេខទូរស័ព្ទបែបនេះណារួចបងប្អូនរកមើលខាងក្រោមមកបងប្អូនរកមើលនិមិត្តសញ្ញាដូចជាសារនេះហើយនៅក្នុងភាសាអង់គ្លេសគេដាក់ថាបាទ chat setting រួចបងប្អូនចុចបន្តុកពីលើហ្នឹងមកបាទបន្ទាប់ពីបងប្អូនចុចទៅលើពាក្យថាបាទ chat setting ហើយនៅខាងក្រោមហ្នឹងបងប្អូននឹងឃើញពាក្យថាបាទ message text size ហើយនៅខាងក្រោម message text size ហ្នឹងនឹងឃើញបាទដូចជាបន្ទាត់ទាញនេះបាទអញ្ចឹងនៅខាងក្រោមបាទបន្ទាត់ទាញទៀតបងប្អូននឹងឃើញតម្រងអក្សរនេះបាទដាក់គំរូបងប្អូនមើលណាបាទអញ្ចឹងកំពុងតែបាទជាប់នៅលើបាទអក្សរតូចបាទខ្លាំងមែនតើបាទគេទាញមកខាងឆ្វេងហ្នឹងគឺអស់តែម្ដងគឺអក្សរតូចណាបើសិនជាបងប្អូនចង់បានអក្សរធំតើតែបងប្អូនធ្វើការបាទទាញកន្លែងដូចជាបាទខ្សែនេះបាទក្នុងវងមូលហ្នឹងបងប្អូនធ្វើការទាញមកហើយបងប្អូនឆ្លាញ់ប៉ុណ្ណាបងប្អូនសាកទាញលបងទាញមកត្រូវសូមធ្វើការបាទសាកលបងទាញខ្ញុំចង់បានប៉ុណ្នេះបាទរីកទាញមកដល់មុនតបវាជាប់ដី12ណាបាទឥឡូវសូមកាត់ទាញមក13រីកបានបន្តិចបាទ14 15រីកបានកាន់តែធំបាទ16ទៀតបាទរីកកាន់តែធំទៀតហើយបាទ17 18ឥឡូវខ្ញុំយកឥឡូវសាកលបងយកទាំងអស់តែម្ដងមើលបាទ30បាទអញ្ចឹង30ឃើញធំខ្លាំងមែនតើនេះបាទមានបាទនិមិត្តសញ្ញាបាទដៃហើយនឹងអក្សរបែបហ្នឹងណាឥឡូវសាកលបងចេញមកសិនតើអក្សរទាំងអស់ហ្នឹងធំដល់កម្រិតណាបាទបែកថយក្រោយផ្លឹបមកបាទចូលមកក្នុងឆាតមករួចហើយបងប្អូនចូលមកកន្លែងដែលគេធ្វើការបាឆាតជាអក្សរមកសិនណាបាទនេះចុចខាងលើហ្នឹងមកនេះអក្សរដែលឃើញតូចមាញ់គឺរីកធំខ្លាំងមែនតើបាទអញ្ចឹងបើសិនជាបងប្អូនឃើញថាអក្សរទាំងអស់ហ្នឹងវាធំខ្លាំងពេកក៏បងប្អូនអាចធ្វើការបរួមវិញបានដែរបងប្អូនគ្រាន់តែបាទចូលមកតម្រង់ដដែលវិញមកបាទនិមិត្តសញ្ញាកងចាក់ setting រួចហើយបងប្អូនចុចពីលើនិមិត្តសញ្ញាដូចជាសារហ្នឹងមកគេដាក់ថា chat setting បាទរួចហើយបងប្អូនធ្វើការបាទទាញកន្លែងនៅ30ដែលមានវងមូលហ្នឹងណាបាទអញ្ចឹងធ្វើការទាញខ្ញុំធ្វើការទាញដាក់លេខបាទ19បានហើយបាទដាក់19ហើយនេះជាគំរូបាទឥឡូវយកប៉ុណ្ណឹងហើយខ្ញុំធ្វើការបាទបែកថយក្រោយបាទបែកថយក្រោយម្ដងទៀតនេះបាទចុចកន្លែងឆាតហ្នឹងតែម្ដងមករួចហើយចូលមកក្នុងបាទឆាតឈ្មោះបាទមែនធីនេះបាទអក្សរហ្នឹងគឺល្មមបាទសមចិត្តរបស់ខ្ញុំហើយគឺខ្ញុំចង់បានបាទអក្សរតម្រងប៉ុណ្ណឹងណាបាទមើលទៅបាទវាមិនសូវធំពេកហើយក៏មិនតូចពេកដែរបាទអញ្ចឹងបាទគឺខ្ញុំស្រឡាញ់ប៉ុណ្ណឹងហើយបាទហើយបើសិនជាបងប្អូនចង់បានអក្សរនៅក្នុងបាទឈ្មោះដែលគេធ្វើការបាទឆាតមកនៅក្នុងបាទ Telegram ហ្នឹងពេលបងប្អូនចូលមកឃើញបាទឈ្មោះបាទ friend បងប្អូនដែលធ្វើការឆាតមកឲ្យឃើញធំដែរបងប្អូនអាចធ្វើការពង្រីកបានប៉ុន្តែចាំខ្ញុំបាទចេញវីដេអូក្រោយអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមធ្វើការបញ្ចប់តែប៉ុណ្្នឹងបងប្អូនណាបាទអញ្ចឹងមុននឹងគ្លីបរបស់បងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតចង់ចំណុចណាបាទខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលណាខ្ញុំបាទក៏សូមលំអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពីរបៀបបង្កើតពង្រីកអក្សរនៅក្នុងបាទឈ្មោះបាទ friend បងប្អូនវិញម្ដងណាបាទ
បាយបាយ